Và số mà nhát group sma cung pri mất chết ti group nâng chết ti màត្រីមកកាន់ channel YouTube Reti Talking ខ្ញុំបានវិលត្រឡប់មកជួបអ្នកនរគ្នាម្ដងទៀតហើយដោយសារតែប្រហែលថ្ងៃនេះបងប្អូនយើងដឹងហើយថាប្រទេសជាតិយើងមានបញ្ហាសង្គ្រាមដូច្នេះហើយព័ត៌មានខ្លះទាក់ទងនឹងគុណខ្មែរក៏ខាងក្រៅប្រទេសហ្នឹងស្ថាប័នធំៗនៅក្រៅប្រទេសហ្នឹងគេព្យាយាមប្រម៉ូទពីគុណខ្មែរដែរហើយអ្នកដែលគាត់ promoter ខាងគុណខ្មែរហ្នឹងក៏គាត់ព្យាយាមធ្វើម៉េចឲ្យគុណខ្មែរនៅតែរីកចម្រើនដដែលអញ្ចឹងណាអញ្ចឹងទៅដោយសារតែព័ត៌មានល្អចូលកន្លះទេសៈមួយដែលប្រទេសយើងកំពុងតែមានបញ្ហាអញ្ចឹងខ្ញុំអត់ចង់ចេញវីដេអូប៉ុន្តែឥឡូវនេះយើងឃើញថាប្រទេសយើងត្រឡប់មករកភាពល្អប្រសើរបានច្រើនហើយខ្ញុំឃើញព័ត៌មានហ្នឹងខ្ញុំក៏យកមកនិយាយអញ្ចឹងណាតាក់ទងនឹងស្ថាប័ន WKN ដដែលហើយកីឡាករដែលសូមពាក់វ៉ែនតាទៀតកីឡាករដែលគាត់បង្ហាញជា poster នៅក្នុងស្ថាប័នរបស់គេគឺកីឡាករខ្មែរកីឡាករលន់បញ្ញាបងប្អូនហើយប្រហែលថ្ងៃនេះខ្ញុំឃើញវីដេអូខ្ញុំបងប្អូនវីដេអូខ្ញុំក្នុង channel Reti Talking ហ្នឹងផ្ទុះមកវីដេអូដែរគឺតាក់ទងនឹងវីដេអូកីឡាករ Dim Srom គាត់ប្រកួតជាមួយនឹងកីឡាករ Dim Srom គាត់ប្រកួតជាមួយនឹងកីឡាករមហាម៉ាត់សាថ្មីបងតាមការប្រកួតលើកមុនយើងឃើញអ្នកណាឈ្នះអ្នកណាចាញ់ណាហើយការប្រកួតលើកនេះគេចង់ឲ្យមានការសងសឹកអីចឹងទៅឥឡូវដល់ពេលការរៀបចំបានល្អហើយប្រទេសជាតិយើងមានបញ្ហាក៏ដូចជាមានផលវិបាកអីចឹងណាដល់ប្រទេសជាតិយើងដោយសារតែបញ្ហាបងប្អូនដឹងហើយខ្ញុំមិនបាច់និយាយទេខ្ញុំអត់ចង់ឲ្យនិយាយប៉ះពាល់អីច្រើនណាចឹងទៅក៏គេពន្យាពេលឥឡូវនេះយើងឃើញដំណឹងល្អមកបរាហើយថាការប្រកួតរបស់អ្នកទាំងពីរអាចនឹងធ្វើឡើងនៅក្នុងពេលឆាប់ខាងមុខនេះបាទប្រហែលជាក្នុងសប្តាហ៍ហ្នឹងឬក៏សប្តាហ៍ក្រោយទេណាបងប្អូនខ្ញុំអត់ទាន់ច្បាស់ដែរហើយខ្ញុំអត់សូវហ៊ាននិយាយប៉ុន្តែក្នុងវីដេអូនេះខ្ញុំនិយាយពីព័ត៌មានមួយទាក់ទងនឹងគុណខ្មែររបស់យើងព្រោះប្រហែលសប្តាហ៍មុនខ្ញុំឃើញកីឡាករខ្មែរដូចជា poster ខាងស្ថាប័ន WKN ហ្នឹងគាត់និយាយពីគុណខ្មែរច្រើនហើយឃើញគេ poster របស់គេហ្នឹងគឺដូចថាមានកីឡាករដូចជាគ្រូរបស់ខ្មែរយើងទៅដល់ប្រទេសគេដែរណាបងប្អូនខ្ញុំឃើញគេ post ដូចជាគ្រូសេនបន្ថែមណាបងប្អូនខ្ញុំឃើញណាមួយគេមកដល់ស្រុកខ្មែរយើងទៀតតែខ្ញុំអត់ហ៊ាននិយាយហ្នឹងណាដោយសារតែបញ្ហាប្រទេសជាតិយើងកំពុងមានបញ្ហាអញ្ចឹងខ្ញុំសូម search មើលតិចខ្ញុំមើលនៅក្នុង page របស់គេបងហ្នឹង poster ហ្នឹងដូចជានាំទៅដោយក្រុមហ៊ុនគ្រុឌបងប្អូនភាគច្រើនក្រុមហ៊ុនគ្រុឌគាត់នាំទៅកីឡាករដល់ក្រៅប្រទេសគ្រុឌឬក៏ Gainsbourg អីចឹងណាខ្ញុំអត់សូវហ៊ាននិយាយព្រោះខ្លាចជាប់ copyright ហើយការនាំនេះក៏ភាគច្រើនមានចំណែកធំហ្នឹងគឺអាយដាមខូឆាយគាត់មានចំណែកធំនៅក្នុងការជួយនាំក៏ដូចជាទាញប្រម៉ូទបរទេសហ្នឹងហើយមានរូបខ្លះតាក់ទងនឹងបាទជនជាតិគេដែលជាអ្នកនៅក្នុងស្ថាប័នហ្នឹងគេមកថតរូបនៅក្នុងក្លឹបស្រុកខ្មែរយើងមកដល់ក្លឹបដល់ស្រុកខ្មែរយើងគេសិក្សាស្រាវជ្រាវអញ្ចឹងណាឥឡូវនេះយើងទៅមើលព័ត៌មានដែលគេសរសេរតាក់ទងនឹងកីឡាករកម្ពុជារបស់យើងគេផុសនៅក្នុង Facebook page របស់គេហើយគេដាក់រូបកីឡាករលន់បញ្ញារបស់កម្ពុជាយើងណាហើយគេដាក់ចំណងជើងជាភាសាអង់គ្លេសខ្ញុំយកចំណងជើងហ្នឹងមក translate នៅក្នុង computer របស់ខ្ញុំខ្ញុំអានចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់ខ្ញុំសូមអធិស្ឋានមែនទែនដោយសារតែខ្ញុំមិនអាចបង្ហាញរូបភាពបានច្រើនទេបងប្អូនណាខ្ញុំបង្ហាញបានច្រើនទេព្រោះ channel ខ្ញុំមុន channel ធំខ្ញុំហ្នឹងបង្ហាញចុះបង្ហាញឡើងផុសឡើងបានរាប់រយវីដេអូហើយវាចិត្តគ្រប់គោលការណ៍ហើយបងប្អូនត្រូវបាន YouTube គេ remove បងប្អូនដោយសារតែបង្ហាញជាមកពីបញ្ហារូបភាពអញ្ចឹងខ្ញុំសូមបង្ហាញបន្តិចទេហើយបងប្អូនអ្នកដែលស្នេហាផ្សាយបណ្ដាលបង្ហាញជាអ្វីខ្ញុំនិយាយហ្នឹងបងប្អូនយល់ហើយណាហ្នឹងហើយបាច់ឲ្យខ្ញុំទៅបកស្រាយច្រើនទេខ្ញុំនិយាយពីបណ្ដាលហើយបាច់ទៅមានរូបភាពអីច្រើនទេបងប្អូនស្គាល់ហើយខ្ញុំបង្ហាញតែមួយរូបពីររូបហ្នឹងបានទេបងប្អូនណាយើងជាអ្នកវិភាគបណ្ដាលស្រឡាញ់បណ្ដាលនេះគ្នាយើងនិយាយទៅប្រហែលជាចូលសាច់រឿងគ្នាបាទឥឡូវយើងទៅមើលព័ត៌មានគេសេហ្នឹងគេដាក់ថាការប្រកួតជើងឯកពិភពលោកគុណខ្មែរ WKN លើកដំបូងជាប្រវត្តិសាស្ត្របានបញ្ជាក់សម្រាប់ខែកុម្ភៈឆ្នាំ2026នៅកម្ពុជាការប្រកួតជើងឯកពិភពលោកគុណខ្មែរ WKN លើកដំបូងដែលដើមឡើយក្រុងនឹងធ្វើនៅថ្ងៃទី14ខែធ្នូហើយក្រោយមកត្រូវវិជាពេលឥឡូវត្រូវបានកំណត់ជាផ្លូវការថានឹងធ្វើឡើងនៅក្នុងខែកុម្ភៈនៅប្រទេសកម្ពុជារបស់យើងមករាកុម្ភៈប្រហែលជាខែទី2អូនខែកុម្ភៈខែ2បាទឥឡូវនេះយើងចូលឆ្នាំថ្មី2026ហើយបន្ទាប់ពីការផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយស្ថាបនានិងការគោរពបាទរវាងប្រធាន WKN និងឧត្តមសេនីយ៍បាទនិងឧត្តមសេនីយ៍ខូឆៃមានការឯកភាពគ្នាលើការពីម្សិលមិញថាការប្រកួតជើងឯកប្រវត្តិសាស្ត្រនេះនឹងត្រូវធ្វើឡើងក្នុងពេលឆាប់
នេះនៅក្នុងកំឡុងខែកុម្ភៈព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាជំហានដ៏សំខាន់មួយដែលឆ្ពោះទៅមុខសម្រាប់ការទទួលស្គាល់ជាអន្តរជាតិនៃគុនខ្មែរដែលកីឡាប្រយុទ្ធបុព្វបុរសរបស់កម្ពុជាការប្រកួតជើងឯកនេះនឹងបញ្ចាំងពន្លឺបើលើតារាឆ្នាំកម្ពុជាគឺកីឡាករលូនបញ្ញាបាទអញ្ចឹងហើយបានគេដាក់រូបលូនបញ្ញាធំអញ្ចឹងណាដែលជា poster របស់គេហ្នឹងអញ្ចឹងកីឡាករលូនបញ្ញាដែលនឹងប្រកួតប្រជែងក្នុងប្រភេទទម្ងន់ welterweight ទល់នឹងគូប្រកួតដែលបាននឹងត្រូវបានបញ្ជាក់ជាផ្លូវការដោយ WKN នៅក្នុងរយៈពេលប្រហែលថ្ងៃខាងមុខទៀតប្រធាន WKN បានសង្កត់ធ្ងន់លើមោទនភាពដែលលោកមានចំពោះទំនាក់ទំនងការងារដ៏រឹងមាំនិងធ្ងន់ធ្ងរដែលត្រូវបានបង្កើតឡើងជាមួយនឹងឧត្តមសេនីយ៍ខូឆាយដែលជាកិច្ចសហការដែលបង្កើតឡើងដោយផ្អែកលើទំនុកចិត្តនិងមហិច្ឆតារួមគ្នាដើម្បីអភិវឌ្ឍនិងថែរក្សាគុនខ្មែរនៅកម្រិតខ្ពស់បំផុតលើពិភពលោកបន្ថែមពីលើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះការប្រកួតជើងឯកពិភពលោក WKN គុនខ្មែរលើដំបូងបំផុតនឹងត្រូវចុះបញ្ជីជាផ្លូវការនៅលើ Bokrek បាទ Bokrek ហ្នឹងប្រហែលជាស្ថាប័នគេឬក៏ស្អីដែលជានេះ Bokrek ហ្នឹងប្រហែលជាអ្វីមួយដែលសំខាន់ណាបងប្អូនខ្ញុំមិនដែលឮឈ្មោះ Bokrek ហ្នឹងដែរនៅលើ Bokrek ហ្នឹងប្រហែលជាបាទនៅលើ Bokrek ដែលជាដៃគូសហការផ្ដាច់មុខរបស់មានន័យថាអ្នកដៃគូធំរបស់ខាងស្ថាប័ន WKN ហ្នឹងណាហ្នឹងហើយទៅចុះបញ្ជីពីដៃគូធំរបស់គេអញ្ចឹងគេមកនេះប្រហែលគេមានដៃគូសហការគេច្រើនដែរអញ្ចឹងវានាំប្រម៉ូទពីក្រៅប្រទេសយកលុយមកចូលក្នុងស្រុកយើងតាមរយៈអញ្ចឹងដែរបងប្អូនណាខ្ញុំគិតថានេះជាព័ត៌មានល្អណាស់សម្រាប់គុនខ្មែរហើយក៏ជាដំណឹងល្អសម្រាប់ការនាំលុយពីក្រៅប្រទេសចូលមកក្នុងស្រុកយើងដែរបន្ថែមបាទតាមរយៈកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាង WKN និង Bokrek ការប្រកួតគុនខ្មែរ WKN ទាំងអស់នឹងត្រូវបានកត់ត្រានិងទទួលស្គាល់ជាសកលដែលលើកកម្ពស់កីឡានេះបន្ថែមទៀតនៅលើឆាកពិភពលោកព្រឹត្តិការណ៍ខែកុម្ភៈនេះតំណាងឲ្យចំណុចរបត់មួយសម្រាប់គុនខ្មែរដោយគោរពដល់ឫសគល់របស់ខ្លួនខណៈពេលដែលបើកយុគសម័យថ្មីនៃភាពមើលទៅឃើញថាជាអន្តរជាតិនិងការទទួលស្គាល់ជាវិជ្ជាជីវៈបាទនេះគឺជាព័ត៌មានដែលខាង WKN ហ្នឹងគឺបង្ហោះនៅលើ Facebook page របស់គេឬក៏នៅលើ Twitter អញ្ចឹងណាដែលជាស្ថាប័នផ្លូវការរបស់គេនឹងហើយដំណឹងមួយទៀតតាក់ទងនឹងគុនខ្មែរយើងដូចកីឡាករដូចខ្ញុំនិយាយពីដើមហ្នឹងគឺកីឡាករមហាម៉ាត់និងកីឡាករឌីនសរ៉ុងអាចនឹងប៉ះគ្នាម្ដងទៀតបើតាមខ្ញុំលើព័ត៌មានដូចជាប្រហែលបងប្អូនណាអត់ប្រកាសថាច្បាស់ណានេះប្រហែលពីខ្ញុំទេប្រហែលជាថ្ងៃ10បាទថ្ងៃ10ខែហ្នឹងថ្ងៃ10ខែ1ហ្នឹងបើមិនថ្ងៃ10ខែ1ហ្នឹងថ្ងៃ10ខែកុម្ភៈហ្នឹងបាទខែក្រោយអាចប៉ុណ្ណឹងអាហ្នឹងតាមខ្ញុំដឹងណាប៉ុន្តែគាត់ថាមិនប្រកាស 100% ទេអញ្ចឹងព័ត៌មាននេះក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគុណចំពោះការទស្សនាហើយសង្ឃឹមថាបងប្អូននឹងមិនប្រកាន់ទេបើសិនខ្ញុំនិយាយទៅមានការខុសឆ្គងលឹះលួសណាបងប្អូនបាទហើយបើបងប្អូនទស្សនាវីដេអូនេះសូមជួយចុច Subscribe ផងដើម្បីទទួលបាននៅវីដេអូថ្មីៗពីខ្ញុំបាទអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយបាទ